រឿងទាហានថៃធ្វើសង្គ្រាមជាមួយខ្មោចសូមជម្រាបសួរនិងអរគុណបងប្អូនទាំងអស់គ្នាមកកាន់ខ្មែរ Story ខ្ញុំសូមលើកយករឿងមួយទាក់ទងនឹងទាហានថៃម្នាក់បាននិយាយក្នុង Facebook ទាហានថៃម្នាក់ដែលរងរបួសក្នុងពេលសង្គ្រាម5ថ្ងៃក្នុងខែកក្កដា2025រវាងខ្មែរនិងថៃគាត់មានឈ្មោះមឿនជាទាហានទើបបញ្ចប់ពីសាលានាទាហានក្នុងប្រទេសថៃត្រូវបានបញ្ជូនមកធ្វើសង្គ្រាមជាមួយខ្មែរនៅតំបន់មួយនៅតាមជួរភ្នំដងរែកតោះសូមចូលសាច់រឿងយើងវិញរឿងនេះបាននិយាយចេញពីមាត់របស់ទាហានថៃដែលស្ដាប់ហើយក៏ជឿថាជារឿងពិតដែរតោះយើងមកស្ដាប់សាច់រឿងទាំងអស់គ្នាថារន្ធត់បែបណាទៅទាហានថៃម្នាក់ដែលរួចរួមមានជីវិតចេញពីសង្គ្រាមដោយសារគាត់បានរងរបួសត្រូវដៃខាងឆ្វេងហើយគាត់បានទម្លាយរឿងនេះថាគាត់នឹងមិត្តរួមអាវុធទាំងអស់ជាទាហានជួរមុខពួកគាត់ជាកងពលធំមានគ្នាប្រហែល 3000 នាក់ទាហានថៃទាំងអស់បានវាយបុកសម្រុកវាយដើម្បីដណ្ដើមយកទីតាំងមួយកន្លែងស្ថិតក្នុងទឹកដីកម្ពុជាដើម្បីកាន់កាប់បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាតាំងតែពីម៉ោង 5 ព្រឹករហូតដល់ម៉ោង 3 រសៀលនៅពេលនោះទាហានថៃមានប្រៀបជាងទាហានខ្មែរហើយពួកយើងទាំងអស់គ្នាបានរំកិលចូលក្នុងទឹកដីខ្មែរដោយវាយចូលបានរៀងឆ្ងាយបន្តិចទៅហើយនៅពេលនោះស្រាប់តែមានផ្គរលាន់ឮសឹងបាយក្រដាស់ត្រចៀងប្រហែល10នាទីមានខ្យល់បក់មកប៉ះខ្លួនត្រចៀកខុសពីធម្មតានិងមានអបធ្លាក់មកផងដែរធ្វើឲ្យរាងកាយកាន់តែត្រចៀកក្រុមពួកយើងម្នាក់ៗមានអារម្មណ៍ភ័យខ្លាចដោយមិនដឹងហេតុអីនៅពេលនោះដែរស្រាប់តែមានទាហានខ្មែរជាច្រើនស្លៀកពាក់ជាទាហានខ្មែរមិនដឹងមកពីណាទេបានបើកការវាយប្រហារមកលើពួកយើងជាហេតុធ្វើឲ្យទាហានខ្មែរមានប្រៀបជាងហើយខាងតបខៃស្លាប់នឹងរងរបួសយ៉ាងច្រើនពេលនោះទាហានថៃបាននិយាយថាពេលគ្នាគាត់វាយសម្រុកមកដំបងមិនឃើញទាហានខ្មែរច្រើនបែបនេះទេតើហេតុអ្វីឥឡូវនេះមានទាហានខ្មែរច្រើនម្លេះនឹងបាញ់មកលើពួកគាត់យ៉ាងសន្ធាប់ក្រុមគាត់បានតស៊ូបាញ់តបតវិញដែរតែបាញ់មិនត្រូវសោះមិនដឹងមុខពីហេតុអីទេឃើញតែទាហានខ្មែរបាញ់ត្រូវគ្នាគាត់របួសនិងស្លាប់ជាបន្តបន្ទាប់យ៉ាងច្រើននៅពេលនោះដែរគាត់បានឃើញមិត្តភក្តិរបស់គាត់ម្នាក់ត្រូវរបួសធ្ងន់ចំក្បាលចំហៀងខាងស្ដាំបានស្រែកឲ្យបកខ្ញុំជួយក្នុងនឹងមិត្តរួមអាវុធ3នាក់ទៀតបាននាំគ្នាទៅអូសគាត់ចេញបានបន្តិចក៏បានលើកគាត់ដាក់សែងវិញម្ដងនិងបានរត់រកកន្លែងដែលមានសុវត្ថិភាពគាត់បានបន្ថែមទៀតថាអំឡុងពេលនោះនៅតែមានខ្យល់ដ៏ត្រជាក់បក់មកខុសពីធម្មតាផងដែរនៅពេលខ្យល់បក់ប៉ះខ្លួនម្ដងត្រជាក់ស្រាលដោយឆ្អឹងខ្នងព្រឺរោមព្រឺស្បែកមានអារម្មណ៍គួរឲ្យខ្លាចសភាពបែបនោះខ្ញុំមិនដែលបានជួបទេនេះជាលើកទី1ក្នុងជីវិតខ្ញុំបើអាចខ្ញុំសឹងស្បត់ថាឈប់ធ្វើជាទាហានទៀតហើយគាត់បន្តទៀតថាអ្នកដែលរងរបួសត្រូវក្បាលបានប្រាប់គាត់ថាដាក់ខ្ញុំចុះទៅខ្ញុំមិនរស់ទេគេមិនអោយខ្ញុំរស់ទេពួកឯងនឹងទេខ្ញុំមើលឃើញទាហានដែលបាញ់ជាមួយពួកយើងនោះមិនជាមនុស្សទេភាគច្រើនសុទ្ធតែជាទ័ពខ្មោចទេទាហានខ្មែរនៅចំនួនតែដដែលទេទ័ពខ្មោចនោះពួកគេជាអ្នកការពារទឹកដីខ្មែរគេមិនអោយយើងរំកិលទៅមុខទៀតទេបើនៅតែហ៊ានរំកិលទៅមុខទៀតគឺពួកយើងត្រូវស្លាប់ទាំងអស់គាត់បានឃើញកងទ័ពស្រមោលខ្មោចច្រើនណាស់ចូលមកប្រយុទ្ធជាមួយនឹងទាហានថៃយើងគាត់បានឃើញសាកសពទាហានថៃរងគ្រោះដេកដួលស្លាប់ច្រើនព្រោះពួកយើងមិនអាចធ្វើអីទៅលើស្រមោលខ្មោចនោះបានទេនេះច្បាស់លាស់ហើយបើមិនចង់ស្លាប់យើងត្រូវឈប់ឈ្លានពានគេទៀតទៅហើយគាត់បានបន្ថែមទៀតថារាល់សាកសពទាំងអស់នឹងមិនមាននរណាម្នាក់អាចយកសាកសពទាំងអស់នោះបានទេឬក៏មិនមានសាច់ញាតិបងប្អូនរបស់សាកសពទាហានថៃដែលស្លាប់នោះយកបានទេគេអាចនិយាយបានថាគ្មានអ្នកណាយកសាកសពទៅធ្វើបុណ្យបានទេនឹងខ្លាយជួយចំណីសត្វទំឈានសត្វព្រៃសត្វខ្លានៅនឹងតំដងគាត់ក៏បញ្ជាក់ទៀតថាទាហានខ្មែរមិនអញ្ចឹងហើយបានជំនាញភាពអង្អាចក្លាហានមានឆន្ទៈខ្ពស់ក្នុងការការពារបូរណភាពទឹកដីរបស់គេខ្លាំងណាស់អញ្ចឹងកុំឈ្លានពានចូលដីគេអីក៏មិនត្រូវរំកិលទៅមុខទៀតដែរព្រោះកាលណាកាន់តែរំកិលយើងនឹងមិនមានជីវិតរឹកខ្លួនពេលនោះទាហានថៃដែលរងរបួសធ្ងន់នោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅគាត់នឹងគ្នាគាត់ផ្សេងទៀតក៏បានដកថយមកក្រោយវិញដោយលែងស្ដាប់បញ្ជាមេគាត់ទាហានថៃម្នាក់នោះក៏បាននិយាយបន្តទៀតថាដោយសារគាត់ត្រូវរបួសចម្ដៃនេះហើយដែលគាត់មិនត្រូវបានមេបង្ខំឲ្យឡើងវាយ
កុំអីប្រហែលជាខ្ញុំស្លាប់បាត់ហើយមើលទៅលើពីនេះទៅទៀតបន្ទាប់ពីបរាជ័យរបស់ទាហានសៀមក្នុងសង្គ្រាម5ថ្ងៃតាមការប៉ាន់ស្មានមានទាហានថៃស្លាប់រហូតដល់ 5000 នាក់នេះបើតាមការលើកឡើងរបស់មេបាក់ប្រឆាំងនៅថៃបាននិយាយក្នុងពេលធ្វើបទសម្ភាសន៍បន្ទាប់ពីបទឈប់បាំងបានតែ 2-3 ថ្ងៃក៏កើតមានរឿងហេតុនៅតាមព្រំដែនស្ថិតក្នុងប្រទេសថៃយប់ឡើងឮសូរតែឆ្កែលូពេញភូមិមានសម្លេងស្រែកលូរឿយចេញពីក្នុងព្រៃទាំងនេះគឺជាប្រលឹងវិញ្ញាណខ្មោចទាហានថៃជាច្រើនបានទៅលងបន្លាចយ៉ាងភូមិថៃនៅតាមព្រំដែននិងបានទៅដល់បន្តែទាហានថៃទៀតផងព្រោះពួកគេស្លាប់ដោយតៃហោងមិនបានយកសពទៅធ្វើបុណ្យសូម្បីតែមេទាហានថៃភូមិភាគ2ក៏បាននិមន្តព្រះសង្ឃទៅប្រោះព្រំសូត្រយមុននៅបន្តែទាហានថៃផងក្នុងរឿងនេះបញ្ជាក់ថាទាហានថៃដែលនិយាយក្នុង Facebook នោះគឺគាត់បាននិយាយពិតមែននៅហេតុការណ៍ចម្លែកដែលគាត់បានជួបនៅពេលវាយប្រយុទ្ធជាមួយទាហានខ្មែរឥឡូវយើងនិយាយអំពីស្រមោលខ្មៅនិងទ័ពខ្មែរវិញម្ដងបងអូនខ្មែរដែលបានស្លាប់បាត់បង់ជីវិតដោយសារពួកសៀមដឹកយកទៅទម្លាក់និងបាញ់ទម្លាក់ពីលើភ្នំដងរែកនៅតាមព្រំដែនខ្មែរថៃនៅកំឡុងឆ្នាំ 1979 បានស្លាប់អស់ពេញមួយ80,000 នាក់ហើយដូច្នេះវិញ្ញាណពួកគាត់មួយចំនួនបានទៅកើតជាអនមនុស្សនិងកើតជាបារមីនៅចាំសងសឹកជាមួយពូសៀមរឿងនេះវាអាចទៅរួចបងប្អូនស្ដាប់ហើយសាកស្រមៃខមមិនម្នាក់មួយមកថាយល់ដូចខ្ញុំដែរទេទី1និយាយអំពីស្រមោលខ្មៅដែលមកជួយទាហានខ្មែរសម្លាប់ទាហានសៀមដោយផ្ទាល់ជាវិញ្ញាណដូនតាខ្មែរដែលបានស្លាប់ដោយសារពួកសៀមសម្លាប់និងស្លាប់ដើម្បីការពារទឹកដីខ្មែរទី2និយាយតបខ្មៅដែលមកជួយទាហានខ្មែរអាចជាកងទ័ពរបស់លោកតាឃ្លៀងមឿងព្រោះសាច់រឿងរបស់គាត់បានចារទុកនៅក្នុងប្រវត្តិសាស្ត្រខ្មែរថាគាត់បានបូជាជីវិតរបស់គាត់និងក្រុមគ្រួសាររបស់គាត់បានបូជាជីវិតតាមក្រោយហើយមុនពេលលោកតាឃ្លៀងមឿងលោតចូលរណ្ដៅដែលមានដាំចម្រងគាត់បានផ្ដែងផ្ដាំថាបើនៅពេលស្រុកទេសមានសង្គ្រាមជាមួយចៅសៀមគាត់នឹងនាំទ័ពខ្មោចមកជួយប្រយុទ្ធច្បាំងជាមួយចៅសៀមឈ្លានពានមុនពេលគាត់នាំទ័ពខ្មោចមកជួយនឹងមានសម្លេងផ្គរលាន់ខ្លាំងៗចំនួន3ដងនិងមេឃចាប់ងងឹតដូច្នេះហើយបានជាខ្ញុំគិតថាចៅសៀមបានប្រយុទ្ធជាមួយកងទ័ពរបស់លោកតាឃ្លៀងមឿងតោះបងប្អូនយល់យ៉ាងណាដែលរឿងនេះសូមខមមិនម្នាក់មួយមកខ្ញុំនឹងសូមបងប្អូនជួយ Subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗសម្រាប់ទស្សនាបន្តទៀតសូមអរគុណដែលបានមើលនិងស្ដាប់រហូតដល់ចប់និងមានជិនវគ្គបន្តទៀតក្នុងពេលឆាប់ៗនេះខ្ញុំសូមអរគុណម្ដងទៀតដល់បងប្អូនទាំងអស់គ្នា